សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការ hosting multiple domain នៅលើ NGX ដោយប្រើ AWS ហើយនេះគឺជា domain ទី1របស់ខ្ញុំនេះជា domain ទី2ហើយនេះជា script ដែលខ្ញុំត្រៀមទុកហើយអញ្ចឹងជាដំបូងយើងចូលទៅកាន់យើងបើក instance យើងមួយមកបន្ទាប់មកយើងទៅ open Gitbash យើងមកពេលហើយយើង copy វាផាសមកហើយយើងសាក់តែយើងសួរវាមក UMI WD ត្រូវហើយបន្ទាប់មកយើងទៅបង្កើត website យើងមកទី1 domain ទី1របស់យើងគឺជាពិភពដែល domain ទី2នោះគឺពិភព .me នេះ domain ទី2នេះបន្ទាប់មកយើងត្រូវ set permission វាដើម្បី copy HTML ចូល FileZilla អញ្ចឹងយើងបន្ទាប់មកយើងបង្កើតយើងចូល FileZilla មកឥឡូវយើងចូលធ្វើការ connect ចូល FileZilla យើងមកcopy IP មកហើយនេះយើងចូល key pair យើងនឹងមកពេលហើយយើងចុចconnect មកconnect ហើយបន្ទាប់ពី connect ហើយយើងចូល OWA មកបន្ទាប់មក www ហើយដើម្បីចូល HTML តម្លាក់ object ចូល HTML យើងហើយនេះdomain ទី1នេះ folder ដែលយើងបានបង្កើតមុនហ្នឹងគឺ HTML ហ្នឹង
នេះឥឡូវយើងចូលទៅ Linux របស់យើងមកយើងយក script យើងទាញវាចូលមកដោយសារតែមុនហ្នឹងធ្វើការចំណាយពេលយូរពេកអញ្ចឹងយើងចូល copy ម្ដងមួយមកឥឡូវយក copy time លើក copy font ម្ដងមិញហ្នឹងដោយសារតែខ្ញុំដាក់ខុសវាអត់ស្គាល់អញ្ចឹងទៅខ្ញុំក៏បានដាក់ comment ថ្មីគឺ sudo chown ubuntu ubuntu ហើយ .html ខាងក្រោយនេះវិញហើយអញ្ចឹងទៅឥឡូវហ្នឹងវាដើរហើយអញ្ចឹងយើងអាចទាញវាចូលបានហើយអញ្ចឹងដំបូងយើងចូល .text ហ្នឹងមកហើយ html ហើយយើងទាញវាយើងចាប់ផ្ដើមទាញវាមក
គឺដំបូងយើងចូលទានម្ដងមួយមកនេះហើយអីពេលដល់យើងចាប់ផ្ដើមទានវាទៀតមកហើយទៀតមកបន្ទាប់មក CSS ឥឡូវយើងចូលនេះម្ដងគឺដូចចឹងទេយើងធ្វើការលុបវាមួយយើងទានទាំងអស់យើងសាកទានទាំងអស់វិញមើលថាវាដើរអត់ឥឡូវយើងទាន documentation មួយសិនចូលហើយឥឡូវយើងទានមួយទៀតមកពេលឥឡូវយើងហើយយើងចូលធ្វើការទាញហwebsite មួយទៀតចុចមួយទៀតឥឡូវយើងដាក់ទានមួយនេះម្ដងឥឡូវយើងសាកយកមួយមកឥឡូវវាចូលអញ្ចឹងយើងសាកនេះគឺយើងបានចូល email មិញដើម្បីធ្វើការ download ហើយឥឡូវវាកំពុងតែ download ឥឡូវដានហើយអញ្ចឹងយើងសាកចូលមើលវាមកយើងសាកយើង extract វាចេញមកពេលដែលយើង extract ហើយយើងចូលមើលថាយើងត្រូវអីគេខ្លះ
Chẳng lỡ dừng trồ vì đòn tiết đại ní ở dưới miền Hà giấy chân là dừng trồ tìm ở ní hay dừng tiền trồ má là dừng rung trang vì tạm bị finish download là dừng 2 giấy hay đại dương vừa hái dương màu create step 4 នេះគឺ create NGX configuration ដើម្បី enable អញ្ចឹងនេះយើងដំបូងយើងដាក់នេះមកហើយយើង copy នេះមកពេលហើយយើង Ctrl X ហើយ Y ហើយយើង Enter វាមកបន្ទាប់មកយើងដាក់ថ្មីមួយទៀតគឺ map domain ពិភព .me ហើយយើង copy វាដែរ Ctrl X Y Enter បន្ទាប់មកយើងចូលធ្វើការ enable site របស់យើងមកយើង enable វាម្ដងមួយមកលើ enable ហើយអញ្ចឹងយើង enable វាមួយទៀតដែលដូចគ្នាអញ្ចឹងយើង enable វានេះមកលើហើយឥឡូវយើងធ្វើការតេស្តវាមកថាsuccess អត់ហើយ enter បានត្រឹមត្រូវអត់អញ្ចឹងយើងចូលធ្វើការតេស្តវាមួយមក
នេះគឺសរសេរ full អីហើយអូខេអស់ហើយចឹងត្រឹមត្រូវអីបន្ទាប់មកយើងធ្វើការ restart NGX យើងមួយឥឡូវយើង restart ហើយយើងចូលធ្វើការមក AWS យើងវិញឥឡូវយើងទៅ route 53ដើម្បីធ្វើការ configure នេះឥឡូវយើងចូលកន្លែង host zone ហើយយើងធ្វើការ create host zone យើងមកកន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកចាំមកពេលហើយយើង create host zone មកបន្ទាប់មកយើងធ្វើការ create record វាឥឡូវយើងធ្វើការដាក់ IP យើងចូលនេះមកហើយហ្នឹងគឺយើងសើចតាម IP ក៏ចេញឬក៏ជាឈ្មោះក៏ចេញដែរឥឡូវយើងដាក់ IP ឲ្យវាឥឡូវយើងធ្វើការ create record មួយទៀតឥឡូវយើងធ្វើការដាក់ឈ្មោះវិញឈ្មោះរបស់ domain ហ្នឹងឥឡូវយើងដាក់ domain ហ្នឹងទៅវានឹងចេញ website របស់យើងដែលបានធ្វើហ្នឹង www ក៏ចេញអត់www ហ្នឹងក៏ចេញដែរប៉ុណ្ណេះហើយយើងធ្វើការ create record ហើយនេះឥឡូវយើងធ្វើការ create host zone មួយទៀតមកដើម្បីដាក់domain ទី2របស់យើងអឺ PIP.me នេះជា domain ទី2ហើយក៏យើងធ្វើការធ្វើដូចមុនហ្នឹងអញ្ចឹងគឺដាក់វាមកហើយយើងដាក់ create account មកបន្ទាប់មកយើងcreate account មួយទៀតសម្រាប់ឈ្មោះ domain យើងនេះមកឥឡូវយើងហើយអញ្ចឹងយើងទៅមើល host របស់យើង2ទី1យើងចូលនេះសិនហើយយើង copy ទី1នេះយើងទៅដាក់តាម domain របស់យើងនីមួយៗមកគឺ hub.tech នេះ hub.tech នេះគឺហ្នឹងអញ្ចឹងយើងដាក់វាមកយើង S ហើយយើង edit តាម server ហ្នឹងមកនេះយើងដាក់វាមួយមកហើយបន្ទាប់មកយើង copy ទី2ទីនេះហើយទី3ហើយទី4ពេលហើយយើង save វាមកឥឡូវតាណៃនេះឥឡូវហើយអញ្ចឹងយើងទៅ hostnet host ទី2មួយនេះអញ្ចឹងយើង copy វាដែរហើយយើងទៅ domain របស់យើងកន្លែងនេះយើងដាក់វាមកបន្ទាប់មកទី2ទី
ទី4ស្មើយើងសេវឥឡូវយើងសេវហើយឥឡូវយើងឆែក DNS វាមកយើងប្រើ DNS checker នេះដើម្បី check in ឥឡូវយើងទៅមើល password យើងចឹង password យើងទី1នេះយើង copy វាឆែកមកយើងចូល NS ថាដើរអត់នេះដើរអស់ហើយឥឡូវយើងចូល A វិញក៏ដើរដូចគ្នាបន្ទាប់មកយើងយក password ទី2copy វាដែរហើយយើងឆែកដែរឥឡូវយើងចូល NS ដើរពេលឥឡូវ A ដោយសារស្វ័យ A នេះវាអត់តន់ទេរៀងចាំយូរតិចវាអត់តន់ដើរអញ្ចឹងអាចនឹងយូរដែរថាពេលវាដើរវានឹងដើរ